Ta ní bất chi su hư men tế. Hai đầu vậy ban chỉ miên ca plak đô khăng lẽ. Ta niên đăng om pi đầm nằm bờ tê tiếng ní đôi rồi biệp na sông bay tại nhom co mình đăng đài ta niên đăng pi nà một. Hai đầu vậy ban chỉ niên mình ai phơ ca đòi ngọc ngặt đôi pi môn. Srei cha mình nẹt nú nơi tai priệp thiệp niên chỉ mùi nhom rọt ngày. Nhom cron tại trong ru nơi không chỉ vật đòi ở muối phơ ở crusa siêu miên phiệp ri chấm rán đam à ha ở ban cục cron đầm bay ở nhẹ rọt nia ai bồi phục ban ai chấm pua vậy để su làn kết ta viên miên ở vậy bẹ pon chỉ mùi nhom. Ôi, miên đường ấy máy. Ôn lại hơi. Cốc đầm lông chuyên đầm lông bà đang để anh đam nơi khang cao tép bồn lộ ở hơi. Ní tớp tai bồn màn ngay so là bươn đốc bồn lộc lươn na mơ tơ đầm nam tèng pi mục ní bất chỉ lụt lo lươn mèn. Kết tơ miên rồi dạ pe bún ngày hơi viết có chất đo pe đài dục mình nhom ban pra tham po pises mà đong tiết đầm bay chui ao vi lụt lo được chnek bồn lộc nâng lươn chiên môn hai con chơi còn nâng can tại tràn nâng ó chiên môn phòng đài ngày ní trơ ca mà nụ pram mẹ tiết một chuỗi. Vi bất chỉ lụt lo là ó nà. Bất chỉ xạ xong nâng đam nơi đồng bón prum đan rồi bó dương na vi thôn nâng akas tiết khlang nà. Mai pe chỉ trơ prongประหยัด បន្តិច កូនឈើទាំងនេះនៅខ្ចីណាស់កុំឲ្យខូចឬវាម៉ែដឹងហើយក្មួយស្រីស៊ូតាហេតុអ្វីបានជាថ្ងៃនេះវាខុសពីម្សិលមិញ នេះគឺជាវិធីបណ្ដុះកូនឈើមួយបែបទៀតអ្វីដែលយើងដាំពីមុនគឺដើមនឹងមើមប៉ុន្តែថ្ងៃនេះគឺប្រើគ្រាប់ពូជដើម្បីបណ្ដុះជាកូនឈើវិធីទាំងពីរក៏អាចដាំបានដូចគ្នាពិតមែនហើយមិននឹកស្មានថាមានវិធីច្រើនយ៉ាងនេះសោះ វាក៏មិនប៉ះពាល់ដល់ការងារស្រែចម្ការផ្សេងទៀតដែរបច្ចេកទេសនិងវិធីសាស្ត្រចង់ប្រាប់ពួកយើងក៏ប្រាប់មកចុះមិនអីទេតែរហូតនោះទេបើនិយាយពីបច្ចេកទេសដាំដុះតើក្មួយអាចបង្រៀនពួកយើងបានទេមិនបារម្ភថាពួកយើងរៀនចេះអស់ទេ ជីវភាពនៅព្រំដែននេះលំបាកណាស់ខ្ញុំមិនដែលគិតចង់លាក់បាំងបច្ចេកទេសនោះទេប្រសិនបើដំឡូងជ្វានិងដំឡូងបារាំងពិតជាអាចដាំបានជោគជ័យហើយទទួលបានទិន្នផលខ្ពស់ខ្ញុំសង្ឃឹមថាគ្រប់គ្រួសារនឹងអាចដាំវាបានដើម្បីឲ្យអ្នករាល់គ្នាបានឆ្អែតពោះនោះទើបជារឿងល្អដោយពាក្យបុរាណពោលថាគ្រូបង្រៀនគ្រាន់តែនាំផ្លូវឯការរៀនសូត្រគឺនៅលើខ្លួនឯងវិធីសាស្ត្រដូចគ្នាប៉ុន្តែលទ្ធផលដែលទទួលបានពីការដាំដុះរបស់មនុស្សម្នាក់ក៏អាចខុសគ្នាដែរចំពោះទិន្នផលចុងក្រោយគឺអាស្រ័យលើការខិតខំប្រឹងប្រែងរៀងខ្លួនក្មួយស្រីស៊ូពិតជាមានចិត្តទូលាយណាស់មិនហ៊ានទទួលការសរសើរទេខ្ញុំគ្រាន់តែធ្វើអ្វីដែលខ្ញុំអាចធ្វើបានប៉ុណ្ណោះកូនឈើប្រភេទនេះមានឫសខ្ចីណាស់ពេលដកកុំឲ្យប៉ះពាល់ដល់ឫសហើយត្រូវដកទាំងដីមកជាមួយផងពេលដាំដីកុំសង្កត់ខ្លាំងពេកបន្ទាប់មកស្រោចទឹកឲ្យជោគជាការស្រេចទីបំផុតការងារចិត្តរួចរាល់ហើយល្ងាចនេះរៀបចំទុកដាក់បន្តិចទៀតប្រហែលជាអាចរួចរាល់ហើយស្នាដៃរបស់ម៉ែគឺគ្មានអ្វីត្រូវនិយាយទេថ្ងៃស្អែកច្បាស់ជាលក់ដាច់ខ្លាំងមិនខានឡានហួរពួកឯងរត់ទៅផ្ទះសៀវរាល់ថ្ងៃដើម្បីធ្វើអីហ្នឹងឆាប់ត្រឡប់ទៅផ្ទះវិញទៅកុំសួរច្រើនអីពួកយើងគ្រាន់តែចង់សួរថាពួកឯងទៅផ្ទះសៀវធ្វើអីហ្នឹងគឺទៅជួយការងារបន្តិចបន្តួចប៉ុណ្ណោះធ្វើការងារដៃជើងខ្លះទៅជួយការងារគ្រួសារសៀវជួនមនុស្សទៀតហើយមែនទេគឺគ្រាន់តែជាការងារដេប៉ានិងការងារសិប្បកម្មបន្តិចបន្តួចប៉ុណ្ណោះមិនអីទេអ្នករាល់គ្នាពួកយើងត្រូវប្រញាប់ត្រឡប់ទៅផ្ទះវិញធ្វើម្ហូបហើយមិនអាចនិយាយគ្នាយូរបានទេត្រូវហើយពួកឯងកុំគិតតែពីតាមដានគ្រួសារសៀវរាល់ថ្ងៃពេកទៅធ្វើការងារមានប្រយោជន៍វិញទៅពេលត្រូវការគ្រួសារសៀវច្បាស់ជានឹងប្រាប់អ្នករាល់គ្នាហើយពួកឯងនិយាយមើលតើគ្រួសារសៀវកំពុងធ្វើការងារសិប្បកម្មអ្វីហ្នឹងថែមទាំងជួបមនុស្សពិសេសទៀតផងអ្នកណាទៅដឹងយ៉ាងណាក៏ដោយគ្រួសារសៀវនាពេលថ្មីនេះប្លែកណាស់តែងតែធ្វើរឿងប្លែកជានិច្ចពិតជាមានជីវភាពធូរធារហើយចេះតែរកនឹកធ្វើរឿងប្លែកមែនពួកគេមិនព្រមនិយាយទេច្បាស់ជាលាក់បាំងរឿងអាចកំបាំងអ្វីមួយហើយលើកនេះអីវ៉ាន់មិនតិចទេមានរទេះសេះពិតជាងាយស្រួលណាស់បើកាលពីមុនដឹកអីវ៉ាន់ច្រើនយ៉ាងនេះទៅទីរួមស្រុកច្បាស់ជាហត់ស្លាប់មិនខានបងថ្លៃតើបងគិតថាអីវ៉ាន់របស់យើងថ្ងៃនេះអាចលក់អស់ទេខ្ញុំគិតថាប្រហែលជាលក់អស់ហើយទោះបីជាលក់មិនអស់ក៏យើងអាចចែកគ្នាប្រើប្រាស់បានដែរមិនបាច់បារម្ភថាលក់មិនដាច់នោះទេអញ្ចឹងល្អហើយតោះទៅគ្រូសាសៀវទៅទីរួមស្រុកទៀតហើយមែនទេនេះជាលើកទីប៉ុន្មានហើយ
3 ថ្ងៃ 2 ដងតែងតែទៅទីរួមស្រុកពួកឯងមើលចុះលើទីដឹកអីវ៉ាន់ច្រើនណាស់ច្បាស់ជាយកទៅលក់នៅទីរួមស្រុកហើយគ្រាន់តែមិនដឹងថាលក់អ្វីប៉ុណ្ណោះឡានហួរពួកឯងកំពុងទៅណាទឹកហ្នឹងទៅទីរួមស្រុកដើរលេងបន្តិចបន្តួចអូគ្រូសាសិនរបស់ពួកឯងក៏មានលុយដែរតើមិនធ្វើការងារស្រែចម្ការទេបែរជាមានពេលទំនេរទៅដើរលេងនៅទីរួមស្រុកទៀតហើយនេះមិនមែនដោយសារកូនប្រសារខ្ញុំធ្វើបាក់ហូខ្លះទេនាងមិនសូវស្គាល់ហាងនៅទីរួមស្រុកទេខ្លាចគេបោកប្រាស់ទើបឲ្យខ្ញុំមកជាមួយដើម្បីជួយមើលការខុសត្រូវនិយាយទៅពីរោះណាស់តាមពិតគឺខ្លាចខ្ញុំលាក់លុយដែលបានមកពីការលក់បាក់ហូទើបតាមមកមើលខ្ញុំឲ្យជាប់បាក់ហូមួយខ្សែត្រូវចំណាយពេលមួយថ្ងៃធ្វើឲ្យឈឺខ្លួនប្រាណអស់ហើយប៉ុន្តែលក់បានត្រឹមតែប៉ុន្មានសេនប៉ុណ្ណោះបើមិនមែនដោយសារគាត់តែងតែយកខ្ញុំទៅប្រៀបធៀបជាមួយស៊ូឬទេខ្ញុំក៏មិនចង់ហត់នឿយយ៉ាងនេះដែរអូបាក់ហូមែនទេនោះត្រូវតែប្រុងប្រយ័ត្នហើយយល់ថាបាក់ហូមួយផ្ទាំងអាចលក់បានលុយច្រើនណាស់មែនទេច្បាស់ជាអញ្ចឹងហើយយ៉ាងហោចណាស់ក៏ស្មើនឹងកម្រៃពលកម្មកន្លះខែដែរពិតជាមានមុខរបរមួយនៅក្នុងដៃទៅដល់ណាក៏មិនខ្លាចអត់ឃ្លានដែរនៅក្នុងភូមិរបស់យើងនៅមិនទាន់មានអ្នកណាអាចធ្វើបាក់ហូបាននៅឡើយទេឡានហួរឯងយកមកឲ្យពួកយើងមើលដើម្បីបើកភ្នែកបន្តិចមើលឲ្យពួកយើងមើលបន្តិចទៅដើម្បីឲ្យពួកយើងបានស្គាល់និងយល់ដឹងខ្លះបើពួកឯងចង់មើលខ្ញុំនឹងឲ្យមើលចុះម៉ែបាក់ហូនេះល្អប្រណិតណាស់ប្រសិនបើដាច់រហែកច្បាស់ជាលក់មិនបានតម្លៃល្អទេណាអូសុំទោសផងអ្នករាល់គ្នាមិនមែនខ្ញុំមិនចង់ឲ្យមើលទេប៉ុន្តែបាក់ហូនេះងាយនឹងខូចខាតណាស់មិនអាចប៉ះពាល់ផ្ដេសផ្ដាសបានទេចាំពួកយើងលក់បានលុយមកវិញចាំមកនិយាយគ្នាឲ្យលម្អិតល្អទេបានហើយអញ្ចឹងពួកឯងប្រញាប់ទៅចុះកុំឲ្យខកខានពេលល្អក្នុងការលក់បាក់ហូត្រូវហើយទៅលឿនលក់លឿនប្រហែលជាអាចលក់បានតម្លៃល្អទៀតផងនៅក្នុងផ្ទះមានកូនប្រសារចេះបាក់ហូពិតជាល្អជាងការងារស្រែចម្ការរបស់បុរសទៅទៀតឯងកុំយល់សប្តិអីក្មេងស្រីដែលចេះបាក់ហូតើគេអាចមើលឃើញកូនប្រុសក្រីក្ររបស់ឯងដោយរបៀបណាដល់ហើយមកមើលមកទិញម៉ូតថ្មីទើបតែមកដល់ពីទីក្រុងម្ជុលសក់ខ្សែចុងសក់ប្រអប់ឈើក្រអូបគ្រប់យ៉ាងសុទ្ធតែល្អប្រណិតនិងតម្លៃសមរម្យមកហួសកុំឲ្យហួសឱកាសល្អនេះឲ្យសោះណាវ៉ាវពិតជាស្អាតណាស់អ្នកបងតើខ្សែចុងសក់នេះគឺពួកអ្នកលក់មែនទេត្រូវហើយគឺមួយនេះឯងតើតម្លៃប៉ុន្មានដែរខ្សែចុងសក់តម្លៃ8សេន1ខ្សែចុងសក់ធម្មតាតម្លៃ5សេនបាន2ម្ជុលសក់តម្លៃ15សេន1ថោកយ៉ាងនេះយកខ្សែចុងសក់មួយនិងម្ជុលសក់មួយមកឲ្យខ្ញុំយកភ្លាមបងស្រីតើម៉ូតសក់នេះធ្វើដោយរបៀបណាអាចបង្រៀនខ្ញុំបានទេតើកន្សែងជូតមាត់នេះតម្លៃប៉ុន្មានដែរចៅប្រុសតូចរបស់ខ្ញុំពិតជាអាចប្រើបានសັບតូចដែលប៉ាក់នៅលើនោះពិតជាគួរឲ្យស្រឡាញ់ណាស់ប្រអប់ក្រអូបនេះក៏ស្អាតដែរពិតជាប្លែកភ្នែកណាស់គឺហាងមួយនេះឯងកាលពីលើកមុនខ្ញុំទិញខ្សែចុងសក់នៅទីនេះពិតជាស្អាតខ្លាំងណាស់ពួកឯងក៏មកមើលដែរទៅអូមានម៉ូតថ្មីច្រើនទៀតហើយតើម៉ែមើលទៅខាងនោះទៅពិតជាអ៊ូអរណាស់តើទីនោះកំពុងលក់អ្វីហ្នឹងហេតុអ្វីបានជាមានមនុស្សច្រើនយ៉ាងនេះប្រហែលជាលក់របស់របរប្លែកហើយពួកយើងទៅមើលនៅហាងប៉ាក់ហូសិនទៅកុំខ្វល់ពីរឿងអ្នកអតីអីខ្ញុំចង់ទៅមើលបន្តិចនោះគឺមនុស្សរបស់គ្រួសារសៀវតាមានរឿងអីឯងឃើញអ្វីខ្លះហើយគឺតូបរបស់គ្រួសារសៀវពួកគេកំពុងលក់ដូរនៅទីនោះអាជីវកម្មល្អខ្លាំងណាស់គ្រួសារសៀវពួកគេលក់អ្វីទៅខ្ញុំមើលមិនច្បាស់ទេមនុស្សច្រើនពេកខ្ញុំចូលទៅមិនរួចទេ